ពេលខ្ញុំពេញវ័យពុកម្ដាយបាននាំទៅថ្វាយឲ្យបងគុំទូលសូមព្រះសង្ឃពេលខ្ញុំពេញវ័យពុកម្ដាយបាននាំទៅថ្វាយឲ្យបងគុំទូលសូមព្រះសង្ឃធ្វើជាសេចវត្តប្រតិបត្តិតម្រង់ចង្រិយាឲ្យត្រង់កន្លងអសាសនារៀនអង្គសជាតិសង្វាតធម៌ស្រវាវិជ្ជានៅពេលខ្ញុំពួងម្ដាយអ្នកទូលត្រៃចិត្តសាប់បាយក្រៃមានអ្វីកណ្ណនីនៅពេលខ្ញុំពួងម្ដាយអ្នកទូលត្រៃចិត្តសាប់បាយក្រៃមានអ្វីកណ្ណនីបានដួងជាសង្ឃមេត្តាបៃតាគោរពវន្ទីដោយសត្វធាស្មោះព្រោះសង្ឃខំថាអូនបានរំដោះពីគ្រោះអង្គជាពេលបួងថ្មីថ្មីសំភារៀនធម៌រៀនទាំងអង្គសពីគ្រូអាចារ្យពេលបួងថ្មីថ្មីសំភារៀនធម៌រៀនទាំងអង្គសពីគ្រូអាចារ្យមានតែវត្តទេដែលជាសាលាឲ្យខ្ញុំសិក្សាអង្គសសង្ឃខ្មែរលោកគ្រូដឹកនាំអប់រំកែប្រែបង្វែរអវិស្នាមួយរោចពិសាងពុទ្ធសង្ឃរាជថ្មីគ្រប់វត្តគ្មានថ្មីនៃបាងសាលាមួយរោចពិសាងពុទ្ធសង្ឃរាជថ្មីគ្រប់វត្តគ្មានថ្មីនៃបាងសាលាថ្នាក់ពុទ្ធិកាំងវិទ្យាល័យសិក្សាខ្ញុំបងគុំលីចៅអធិការវត្តលាឪពុកម្ដាយព្រមទាំងបរិស័ទចេញទៅអសិក្សាចំណេះរបៀនរៀនចេញពីវត្តដោយសារបរិស័ទដាក់បាតអាហារចំណេះរបៀនរៀនចេញពីវត្តដោយសារបរិស័ទដាក់បាតអាហារមានគ្រូស្ម័គ្រចិត្តបង្រៀនវិជ្ជាផ្ដល់ពន្លឺឲ្យប្រាជ្ញាទ្របជាអោថ្លាថ្លៃធ្វើឲ្យជាតិខ្មែរគង់វង្សឲ្យសពថ្ងៃនៅកម្ពុជាក្រោ